មានបងស្រីម្នាក់គាត់ផ្ញើពុំផ្កាស៊ីលីកូនសម្រាប់ចាក់ចំហួយមកឲ្យមានច្រើនម៉ូតមែនតើតោះរៀនធ្វើមួយខ្ញុំគ្រឿងផ្សំដំបូងមានទឹកជា700មីលីលីត្រម្សៅចំហួយ10ក្រាមកូរឲ្យសព្វចូលគ្នាចាំដាក់កម្ដៅលើភ្លើងល្បាយចំហួយឡើងពុះប្រួយៗហើយចាក់ខ្ទិះដូង300មីលីលីត្រអំបិលបញ្ចប់ហើយនិងស្ករស100ក្រាមបើសិនចូលចិត្តផ្អែមយើងអាចបង្កើនស្ករលើសនឹងបានតែស្ករ100ក្រាមជាមួយនឹងទឹក1លីត្រគឺល្មមរសជាតិឆ្ងាញ់ហ្មងការត្រូវការមានពណ៌មានម៉ូតអញ្ចឹងយើងអាចប្រើល័ខអាហារឬក៏កិនបន្លែផ្លែឈើយកពណ៌ជំនួសវិញក៏បានដែរចំហួយផ្កានេះខ្ញុំយក3ពណ៌ពណ៌បៃតងពណ៌កាជុកនិងពណ៌សបងប្អូនចង់ធ្វើដែរឧបករណ៍ទាំងអស់នឹងអាចរកទិញតាមទីផ្សារបានណាគេមានលក់ជាឈុតគេតែម្ដងចាក់សារាយផ្កានេះត្រូវការផ្ចិតផ្ចង់ដូចជាងគំនូអញ្ចឹងខ្ញុំទៅធ្វើលើកទី1រៀងបតិបតាបន្តិចហើយដូចគេថាចេះ10មិនស្មើប្រសពមួយរបៀបធ្វើចេះអស់ហើយតែទៅពេលចាក់មែនតែនចាក់អត់ចង់ចេញសោះពុំផ្កាស៊ីលីកូនទាំងអស់នេះមុននឹងចាក់សម្អាតជាមួយទឹកក្តៅត្រាំទុក15នាទីជាមុនសិនចាក់ពណ៌អីយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងចង់បានចំហួយផ្កាប្រើពុំផ្កាតែបើចង់ឲ្យកូនមានសុខភាពល្អបញ្ញាឆ្លាតវៃត្រូវជ្រើសរើសអាហារូបត្ថម្ភដែលល្អនិងមានសុវត្ថិភាពសម្រាប់ពួកគាត់ឲ្យពួកគាត់ញ៉ាំទឹកដោះគោស្រស់អូស្ត្រាលីអូន A2 ជួយបំពេញរាងកាយខួរក្បាលនិងការចងចាំរបស់ពួកគាត់បានល្អប្រូតេអ៊ីន A2 សុទ្ធនៅក្នុងទឹកដោះគោជួយឲ្យប្រព័ន្ធរំលាយអាហារកុមារដំណើរការបានល្អបន្ទោះបងស្រួលអត់ក្តៀនអត់រាកពិសេសហើយអត់មានស្ករសិប្បនិម្មិតល្អមែនតែនសម្រាប់សុខភាពរបស់កុមារម៉ាក់មាននៅផ្ទះគឺល្អហ្មងសម្រាប់កូនបន្ទាប់ពីផ្ចិតផ្ចង់ចាក់ក្បាច់ផ្កាហើយខ្ញុំចាក់សម្រេចតែម្ដងជាន់ក្រោមចាក់2 3ថ្នាក់លីពណ៌បញ្ចូលគ្នាដូចនំចាក់កចាន់ក៏បានដែរមើលទៅក៏ស្អាតម្យ៉ាងចំហួយឆាប់កកលឿនជាងសារាយចាក់រួចខ្ញុំចាំតែ2នាទីទេចាំមើលលទ្ធផលចំហួយផ្ការបស់ខ្ញុំរូបរាងមិនដែរធ្វើលើកទី1លទ្ធផលល្អមែនតែនអរគុណច្រើនបងស្រីដែលបានផ្ញើពុំផ្កាឲ្យប្អូនជូនពរបងនិងក្រុមគ្រួសារសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច